បាទដំណឹងល្អបានមកដល់ហើយពុកម៉ែបងប្អូនខ្មែរយើងទាំងអស់គ្នាបាទព័ត៌មានថ្មីអាប់ដេតនៅត្រឹមថ្ងៃទី27ត្រូវនឹងថ្ងៃនេះដែរបងប្អូនទាំងអស់គ្នាគឺកិច្ចប្រជុំ JBC រវាងកម្ពុជាជាមួយនឹងថៃបាទលើកបត់ឈប់បាញ់គឺគេចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះរយៈពេល72ម៉ោងហើយក្នុងរយៈពេល72ម៉ោងនោះដែរគឺក៏មានការព្រមព្រៀងអំពីខាងភាគីថៃដែលព្រមព្រៀងในការដោះលែងនៅវីរៈកងទ័ពរបស់យើង18នាក់បន្ថែមក្នុងរយៈពេល72ម៉ោងស្មើនឹង3ថ្ងៃនឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាតើយើងគួរតែជឿជាក់ទៅលើថៃប្រមាណភាគរយដែរបងប្អូនទាំងអស់គ្នាសូមខមមិននៅក្នុងវីដេអូ channel ខ្ញុំខាងក្រោមម្នាក់មួយមកតើបងប្អូនទាំងអស់គ្នាគឺសង្ឃឹមឬក៏ជឿជាក់ទៅលើថៃប្រមាណភាគរយបើខ្ញុំវិញជឿជាក់ទៅលើថៃត្រឹមតែ50%ទេព្រោះអីប្រទេសនេះគឺកលិចកលុចខ្លាំងមែនទែនបាទកលិចកលុចរកជឿទុកចិត្តនៅចំណុចណាមួយគឺមិនបានតរតែសោះប្រទេសថៃនេះហើយលើបទជប់បាញ់នេះក៏ខ្ញុំបានអត់ទៅជឿទុកចិត្តលើថៃដែរព្រោះកិច្ចប្រជុំជាច្រើនលើកជាច្រើនសារលើបទជប់បាញ់ប៉ុន្តែថៃនៅតែមិនគោរពនៅតែក៏ក្លឿននៅតែបញ្ជាយន្តហោះ F16 និងកំភ្លើងដៃកំភ្លើងធំអីជាច្រើនបង្ហោះក្របចូលក្នុងប្រទេសរបស់យើងនិងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងបាទដោយឡែករវាងបទឈប់បាញ់នៅថ្ងៃនេះដែរគឺភាគីទាំងសងខាងគឺសន្ធិដ្ឋនៅឈរជើងនៅទីតាំងរៀងខ្លួនប៉ុន្តែក្នុងរយៈពេល72ម៉ោងមិនដឹងថាជប់បាញ់ជារៀងរហូតឬក៏បន្តទៀតបាទមិនជឿទុកចិត្តទៅលើថៃទេបងប្អូនទាំងអស់គ្នាហើយមិនជឿទេបន្ថែមពីបទជប់បាញ់នេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះក៏មានការជំរុំជម្រះជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសឥណ្ឌានឹងឲ្យប្រទេសឥណ្ឌាគឺជាប្រទេសមួយបាទដែលឈរលំដាប់បន្ទាប់ពីចិនហើយរុស្ស៊ីដែរពុកម៉ែបងប្អូនឥឡូវនេះគឺឥណ្ឌាមានការខឹងនិងថ្កោលទោសថៃយ៉ាងខ្លាំងដែលថៃបាទវាយកំទេចរូបសំណាក់របស់ព្រះវិស្ណុបាទដែលជារូបតំណាងរបស់ប្រទេសឥណ្ឌាបាទហើយរូបព្រះវិស្ណុនេះដែរគឺកសាងឡើងក្នុងឆ្នាំ2015នៅលើខ្នងភ្នំអានសេះហើយក៏ជាស្នាដៃជាងសុកណាគូប្លង់ដោយលោកសុកចម្រើននិងអ្នកដូចផ្ដើមគំនិតកសាងគឺអ្នកអង្គការត្រីភិបដែលលោកបានបង្កើតសាងឡើងដើម្បីឧទ្ទិសទៅដល់អតិទេពលើភ្នំអានសេះនេះបាទថៃគឺធ្ងើនមែនទែនឥឡូវនេះខាងឥណ្ឌាកំពុងតែថ្កោលទោសនិងកំពុងតែខឹងយ៉ាងខ្លាំងទៅលើប្រទេសថៃដែលហ៊ានប្រមាថទៅដល់ព្រះរបស់ពួកគេបាទគឺឥឡូវកំពុងតែខឹងខ្លាំងមែនទែនមិនដឹងថាទៅមុខខាងឥណ្ឌានឹងធ្វើវិធានការបែបណាទៅលើប្រទេសថៃមួយនេះគិតត្រឹមថ្ងៃនេះដែរជនស៊ីវិលដែលស្លាប់ដោយសារការឈ្លានពានរបស់ថៃមានចំនួន21នាក់របួស83នាក់និងជនភៀសសឹកទាំងអស់ដែលមានព្រំដែននៅជាប់ប្រទេសថៃកើនរហូតដល់547,909 នាក់បាទមកគិតត្រឹមថ្ងៃហ្នឹងបាទសង្ឃឹមថាมันមានការស្លាប់ជាបន្តទៀតបាត់បង់ជីវិតអីបន្តទៀតទៅលើជនភៀសសឹករបស់កម្ពុជាយើង
ហើយក៏ជូនពរឲ្យពួកគាត់សុខភាពល្អនិងជៀសផុតពីការផ្លងគ្រាប់របស់ថៃផ្សេងទៀតហើយនឹងជូនពរទៅដល់វីរៈកងទ័ពកម្ពុជាយើងជួរមុខឲ្យទទួលបាននៅសុខសុវត្ថិភាពក៏ដូចជាឈ្នះនៅខ្មាំងសត្រូវដែលឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងបាទនឹងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទាំងគំថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលរួមបាទបន់ស្រន់ដើម្បីឲ្យកម្ពុជាយើងទទួលបាននៅសន្តិភាពវិញកម្ពុជាយើងគឺនៅតែគោរពមិនឈ្លានពានមិនបំពេញមុនប៉ុន្តែកម្ពុជាមានសិទ្ធិក្នុងការការពារខ្លួនទៅលើជនណាដែលបំពេញលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងកម្ពុជាគឺជាប្រទេសមួយដែលតូចប៉ុន្តែបេះដូងធំកម្ពុជាមានភាពស្មោះត្រង់កម្ពុជាមិនក្រលិចក្រលៀមដូចជាប្រទេសថៃទេប្រទេសថៃគឺជាប្រទេសមួយដែលអាចនិយាយបានថាជាប្រទេសមួយដែលឈ្មោះគ្រោកជាប្រទេសមួយដែលចោលជាប្រទេសមួយដែលរកចំណុចណាដែលយើងទុកចិត្តមិនបានទាល់តែសោះបាទជាចុងក្រោយនេះសូមពងពរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយមកដើម្បីទទួលបាននៅវីដេអូថ្មីឬក៏ព័ត៌មានថ្មីតាក់ទងជាមួយនឹងវិវាទព្រំដែនរវាងកម្ពុជាជាមួយនឹងថៃដែលខ្ញុំអាប់ដេតជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅព័ត៌មានថ្មីបាទជាចុងក្រោយសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបាននិងជៀសផុតពីជំងឺផ្សេងៗដែលបាយមុខផងដែរសូមអរគុណច្រើន